មួយចិត្តដល់ថ្ងៃផ្ញើកូនទៅយូជីវ័ននេះហើយគួរតែផ្ញើកូនទៅយូជីវ័នរបស់រដ្ឋឬក៏យូជីវ័នរបស់ឯកជននៅខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នាពីបញ្ហាយូជីវ័ននៅប្រទេសកូរ៉េកុំអូសរំលងវីដេអូហ្នឹងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចង់ចែករំលែកថាតើយូជីវ័នរបស់ឯកជននិងរបស់រដ្ឋតើយើងត្រូវការអីខ្លះយើងគួរតែដាក់ទៅយូជីវ័នពីណាសម្រាប់ពុកម៉ែបងប្អូនមួយចំនួនតូចគាត់នឹងធ្លាប់ឮពាក្យដូចខ្ញុំហើយនឹងគិតដូចខ្ញុំពីមុនអញ្ចឹងយូជីវ័នរបស់រដ្ឋជនជាតិកូរ៉េគេសើផ្ញើទៅឯភាគច្រើនទោះតែអ្នកអត់លុយអ្នកគ្រាមិនគេផ្ញើទៅយូជីវ័នហ្នឹងជនជាតិកូរ៉េក៏ដោយតែគាត់គ្រាគាត់អត់លុយអញ្ចឹងទៅបងប្អូនគុំគិតអញ្ចឹងការពិតមិនអញ្ចឹងទេខ្ញុំតើខ្ញុំឆ្លងកាត់ហើយកូនទាំងពីរគឺខ្ញុំដាក់បោះរត់ទាំងពីរហើយអត្ថប្រយោជន៍មានច្រើនហើយគុណសម្បត្តិមានច្រើនអត់មានគុណវិបត្តិទេបងប្អូនគុណសម្បត្តិខ្ញុំនិយាយទី1ពេលដែលយើងស៊ីនឆុងហ្នឹងណាអ្វីដែលគេជ្រើសរើសលក្ខខណ្ឌដែលគេជ្រើសរើសឲ្យជាប់គឺគេមានការស៊ីនឆុងមានវគ្គឧស្សាហ៍មួយជីបដូចយើងស៊ីនឆុង topic ចឹងគ្រាន់តែគេបើកពឹបម្នាក់គឺគាត់ត្រៀមនឹងស៊ីនឆុងចូលហើយដូចថាឧស្សាហ៍មួយជីបគេយកតាម25នាក់អីពេលចាប់25នាក់ដំបូងហ្នឹង25នាក់នឹងជាប់អូតូហើយនៅក្រោយពីឧស្សាហ៍មួយជីបហ្នឹងគឺថា30 40នាក់ហ្នឹងគេរើស5នាក់ទៀតអញ្ចឹងក្នុងហ្នឹងគេចម្រាញ់ហើយចម្រាញ់ហ្នឹងមិនមែនគេពិនិត្យលើទឹកលុយបងប្អូនទេគេពិនិត្យលើបន្ទុកហើយបន្ទុកហ្នឹងបែបម៉េចបងប្អូនទី1យើងពហុគ្រួសារយើងការប្តីបរទេសយើងជាជនជាតិបរទេសប្តីយើងជាជនជាតិកូរ៉េទី2អ្នកដែលមានបន្ទុកមិយកូនត្រូវផ្ញើទៅយូជីវ័នហើយគាត់កំពុងតែទម្ងន់កូនខ្ចីអញ្ចឹងណាមិនថាជនជាតិកូរ៉េបរទេសអាហ្នឹងគឺគាត់មានអតិភិបខ្ពស់គឺគាត់ក៏បន្ទុកខ្ពស់ដែរទី3គឺម៉ាត់ប៉ូរីរត់គេឆ្លាតណាបងប្អូនហ្នឹងហើយអ្នកម៉ាត់ប៉ូរីរហៅលុយទាំងប្តីទាំងប្រពន្ធអញ្ចឹងបង់លុយចូលរត់ច្រើនណាបងប្អូននៅប្រាក់ខែដែលយើងបាន 3.3% គឺយើងត្រូវបង់ពន្ធឲ្យរត់អាហ្នឹងទូទៅនៅមានកន្លែងខ្លះថ្លៃជាងហ្នឹងបង់ពន្ធថ្លៃជាងហ្នឹងទៀតបន្ទុកទី1ហ្នឹងគឺយើងតាមមុនណានឹងឯងហើយបន្ទុកទី2អ្នកដែលគាត់មានបន្ទុកហ្នឹងឯងទម្ងន់កូនខ្ចីអញ្ចឹងទៅអា3ហ្នឹងគឺអ្នករម៉ាត់ប៉ូរីហ្នឹងឯងអញ្ចឹងគឺគេអត់សំដៅលើទ្រព្យសម្បត្តិបងប្អូនទេគឺគេសំដៅលើការដែលចាំបាច់ត្រូវជួយហ្នឹងហើយអញ្ចឹងបើសម្រាប់ខ្ញុំអត់បានជួលឧស្សាហ៍មួយជីបទេបងប្អូនខ្ញុំស៊ីនឆុងដោយសារខ្ញុំអត់ចេះស៊ីនឆុងតាម app ទេប្តីខ្ញុំគឺគាត់ទៅស៊ីនឆុងតបហើយយើងគេឧស្សាហ៍មួយជីបគេគ្រាន់បើក app ឡើងដល់មកគេស៊ីនឆុងអស់ហើយហ្នឹងយើងមិនជាប់បងប្អូនយើងអត់ចូលតាន់គេទេទៅដាក់ពាក្យជាប់ឆាតងតែម្ដងហើយពេលដែលចូលដំបូងប្តីខ្ញុំនិយាយថាអស់តែ50000ទេបងប្អូនអស់តែ50000វ៉ុនទេស៊ីនឆុងចូលដំបូងហ្នឹងហើយហើយកូនយើងអត្ថប្រយោជន៍គឺគេមើលថែគេបដកកូនយើងឲ្យដូចក្មេងធំចឹង5 6 7ឆ្នាំបងប្អូនរយៈពេល3ឆ្នាំណាយូជីវ័នណាមួយឆ្នាំទៅមួយឆ្នាំគឺគេបដកកូនបងប្អូនឲ្យដូចក្មេងពេញវ័យចឹងដឹងខុសត្រូវហើយគេទៀមទាលក្ខខណ្ឌចិត្តទៀតបើសិនជាកូនយើងយឺតនិយាយក្មេងខ្លះ5ឆ្នាំគាត់នៅរៀងយឺតនិយាយអត់សូវដឹងណាគឺអត់ទទួលទេកូនបងប្អូនត្រូវតែអាចសន្ទនាបានអាចរៀងដឹងធ្វើអីខ្លួនឯងបានខ្លះព្រោះគេអត់ជួយយើង 100% ដោយឯកជនទេហើយយកមានចំណាយលុយទេបងប្អូនហើយបើឯកជនបងប្អូនឃើញមានកម្មវិធីច្រើនហ្នឹងណាលុយបងប្អូនក៏ចេញតាមហ្នឹងដែរ200000ជាងក្នុងមួយខែហើយចុះរយៈពេល3ឆ្នាំបងប្អូនតែការឲ្យកូនរៀនយើងត្រូវតែចំណាយលុយហើយតែបើយើងមានកម្មវិធីដែរល្អដូចគ្នាហេតុអីបានយើងមិនផ្ញើទៅបងប្អូននឹងហើយដោយសារតែយើងធ្លាប់ឮពាក្យថាតអ្នកក្រហ្នឹងគេផ្ញើទៅកន្លែងហ្នឹងខ្ញុំផ្ទាល់បងប្អូនខ្ញុំជាមនុស្សដែលចាយលុយដែរហើយខ្ញុំចង់ឲ្យកូនខ្ញុំមានដូចគេដូចឯងដែរអញ្ចឹងណាតែពេលដែលខ្ញុំបានផ្ញើហើយបានខ្ញុំដឹងថាអូវាមិនមែនអញ្ចឹងទេអញ្ចឹងបានខ្ញុំចេញមកធ្វើវីដេអូនេះចែកជូនបងប្អូនដែលត្រៀមផ្ញើកូនទៅយូជីវ័នហើយអត្ថប្រយោជន៍មួយទៀតណាបងប្អូនពេលដែលកូនយើងចប់ពីយូជីវ័នឡើងទៅថ្នាក់បឋមថ្នាក់ទី1គឺគាត់ជាប់នៅសាលាហ្នឹងអូតូតែម្ដងគាត់អត់មានត្រូវផ្លាស់ប្ដូរទៅសាលាណាផ្សេងទេព្រោះបើសិនជាក្មេងចូលមករៀនសាលាហ្នឹងច្រើនគឺខាងរដ្ឋគេនឹងបែងចែកថាកូនយើងត្រូវទៅរៀននៅថ្នាក់បឋមសាលាមួយណាសង្កាត់មួយណាអញ្ចឹងណាហ្នឹងហើយមិនថា 100% សាលានៅចិត្តផ្ទះយើងនឹងជាប់ពេលខ្លះក្មេងច្រើនហ្នឹងហើយអញ្ចឹងសូម្បីតែជនជាតិកូរ៉េក៏គេចង់ឲ្យកូនរៀនយូជីវ័នរបស់រដ្ឋដែរបងប្អូនដោយសារអត់ចំណាយលុយហ្នឹងហើយអ្វីដែលសំខាន់មួយទៀតកូនបងប្អូនអត់មានការបែងចែករើសអើងទេគ្រូគឺស្មើភាពបងប្អូនណាអត់មានលេខ1អត់មានអ៊ីលទឹងទេសិតតែអ៊ីលទឹងទាំងអស់កូនទាំងអស់សិតតែអ៊ីលទឹងហើយគ្រូអត់ហ៊ានល្មើសនឹងប័ណ្ណបញ្ជាអត់រើសអើងអូកូនយើងពណ៌សបល់សខ្មៅម៉ែបរទេសម៉ែកូរ៉េគ្រូអត់ក៏មានអត់ទេស្មើភាពគ្នាទាំងអស់ប៉ុន្តែបើសិនជាបោះឯកជនណាបងប្អូនអាចហើយអ្នកនេះមានជាងគេរៀងធ្វើខ្លួនកូនគេជាងគេរៀងស៊ីវិល័យជាងវាតែងតែមានដែរបងប្អូនទោះបីជាគេយកលុយយើងក៏ដោយតែអាចិត្តលំអៀងវាតែងតែមានតែបបរដ្ឋអត់ទេហើយគ្រប់យ៉ាងដែលកូនយើងមានកម្មវិធីក្នុងសាលារដ្ឋសិតតែគោលការណ៍ធំរបស់ប្រទេសកូរ៉េតែម្ដងនឹងឲ្យកូនយើងទទួលបានល្អហាត់មានការទិញជាកាដូខួបកណ្ដាលអីទេ3ឆ្នាំដែលកូននៅយូជីវ័នណាអត់មានខួបកណ្ដាលទេបងប្អូនហ្នឹងហើយគឺគេស្មើភាពគាត់ណាកូនយើងឆ្លាតគឺគេឈិញឆានឲ្យយើងអីចឹងគេប្រាប់យើងគេឲ្យយើងបារម្ភអីចឹងទៅឬក៏យើងខ្វះខាតអីគឺប្រាប់ឲ្យយើងជួយកូនអីចឹងទៅស្មើហ្មងបងប្អូនខ្ញុំតែសាហ្មងហើយមិនមែនតែអឺតអីតាមបង្អួចអីបានញ៉ៃចង់ទៅមើលសាលាកូនអីបានផ្ដេសផ្ដាសអត់ទេតទៅដល់ថ្ងៃដែលគេគេត្រូវអញ្ជើញម៉ែឲ្យទៅមើលកូនម្ដងអញ្ចឹងមួយឆ្នាំគេឲ្យយើងទៅមើល2ដងពីរបៀបនៃការរៀនរបស់កូនយើងណាតែប៉ុណ្្នឹងទេបងប្អូនអត់មានចេញចូលញ៉ៃទេហើយការគ្រប់គ្រងគ្រូគេមានវិន័យត្រឹមត្រូវគ្មានទទួលការរើសអើងកូនយើងធំធាត់បានល្អអញ្ចឹងបើសិនជាពុកម៉ែបងប្អូនត្រៀមមានកូនចូលមត្តេយ្យគួរតែរើសមត្តេយ្យបរដ្ឋអត់ចំណាយលុយមានសុវត្ថិភាពមិនទទួលការរើសអើងហើយកូនយើងអាចឡើងទៅថ្នាក់ទី1អូតូនៅសាលានឹងតែម្ដងអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ share ចែករំលែកគ្នាឲ្យបានដឹងផងជួបគ្នានៅវីដេអូក្រោយអរគុណ